រឿងរ៉ាវរបស់សាមកុកបានទទួលការកោតសរសើរថាជាការងារវណ្ណកម្មឯកថ្នាក់កំពូលរបស់ពិភពលោកខាងកើតដែលពិបាកនឹងរកសៀវភៅដទៃមិនប្រៀបប្រដូចព្រោះក្រៅពីរឿងធ្វើសឹកសង្គ្រាមក្នុងដែនដីចិនសម័យរាជវង្សហានខ្លឹមសារមួយទៀតបង្កប់ដោយគំនិតវិធីគិតវិធីប្រតិបត្តិការសិក្សាពីចិត្តវិទ្យាពិជ័យសង្គ្រាមនិងសាសជាច្រើនទៀតដែលកាន់តែចាប់អារម្មណ៍និងសប្បាយរីករាយខ្លាំងឡើងក្រៅពីនេះទៅទៀតទោះបីជារឿងប្រវត្តិសាស្ត្រតែការបង្ហាញនឹងរឿងរ៉ាវដែលរៀបរាប់តាមរយៈវណ្ណកម្មនេះក៏ធ្វើឲ្យរីករាយដល់អ្នកអានដែរហើយស្ទើរតែមិនដាក់ចុះតែម្ដងតែអ្វីដែលសំខាន់ជាងនេះទៅទៀតមនោគមនិងគំនិតរួមទៅដល់វិធីនៃជីវិតរបស់តួអង្គនីមួយៗដែលបង្ហាញនៅក្នុងរឿងសានកុកនេះបានទទួលការកោតសរសើរនិងការលើកតម្កើងថាជាវណ្ណកម្មមួយក្នុងចំណោមវណ្ណកម្មទាំងឡាយដែលមានគុណតម្លៃយ៉ាងខ្លាំងដល់ថ្នាក់មានពាក្យសម្ដីមួយបានត្រូវបានគេនិយាយថាអ្នកណាបានអានសៀវភៅសាមកុក3ចប់ហើយសិបគប់បណ្ឌិតមិនបានទៀតចប់ហើយសម្ដីនេះទោះបីស្ដាប់ទៅដូចជាចំអកថ្មេះតេះដៀលដែលចេញមកក្នុងផ្លូវអវិជ្ជមានក៏ដោយតែការពិតសម្ដីនេះបែរជាបង្កប់គុណតម្លៃដែលធ្វើឲ្យលោកអ្នកចង់វិលត្រឡប់ទៅរកអានសៀវភៅសាមកុកអានឲ្យបាន3ចប់ទៅវិញទាំងនេះដោយសារចិត្តវិទ្យារបស់មនុស្សចង់យកឈ្នះថាការអានសៀវភៅសាមកុក3ចប់រកសាប់គប់មិនបាននោះតើពិតឬយ៉ាងណាតែដល់ពេលមែនតើតើប្រមាណអ្នកទៅដែលអានសៀវភៅសាមកុកបានចប់នោះសំខាន់អ្នកដែលធ្លាប់អានសាមកុកយ៉ាងស្វិតស្វាញកត្តាមួយយើងបានឃើញមនុស្សទាំងនោះគឺជាមនុស្សមានចំណេះដឹងមានគំនិតច្រើនចំណែកការសេពគប់បានឬមិនបាននោះអាស្រ័យទៅលើលក្ខណៈបុគ្គលម្នាក់ៗសម្រាប់សៀវភៅមួយក្បាលនេះអ្នកនិពន្ធនឹងរៀបរៀងចង់បង្ហាញថាក្រៅពីជក់ចិត្តអត្ថន័យក្នុងរឿងសាមកុកនេះហើយក៏បានបង្ហាញពីជីវិតតួអង្គនីមួយៗជាពិសេសតួល្បីៗកាន់តែគួរចាប់អារម្មណ៍ឡើងទៀតផងទាំងនោះព្រោះអ្នកនិពន្ធបានបង្ហាញរូបភាពបុគ្គលិកលក្ខណៈនិងវិធីគិតរួមទាំងមាគ៌ាជីវិតនៃតួអង្គចេញមកយ៉ាងមានមន្តស្នេហ៍និងស្រស់ស្រាយគួរឲ្យចាប់អារម្មណ៍ជាទីបំផុតខុងមីងឆ្លាតម៉ត់ចត់ជីវយីពូកែចិត្តក្តៅលាវប៉ៃទន់ភ្លន់អោនលំទោនឆាវឆាវមើងម៉ាត់ប្រាជ្ញាឆ្លៀសវៃតែកំសាជាមនុស្សដ៏អស្ចារ្យឬសូម្បីតែសួនកងដែលពូកែគ្រប់គ្រងមនុស្សតែជាមនុស្សដែលមិនស្មោះត្រង់ជាដើមបុគ្គលិកលក្ខណៈទាំងអស់របស់តួអង្គក្នុងរឿងសាមកុកនោះមិនបាននិយាយត្រឹមតែរូបភាពខាងក្រៅប៉ុណ្ណោះទេតែបានពង្រីកន័យនិងសម្ដែងចេញមកឲ្យយើងបានឃើញយ៉ាងច្បាស់ថែមទៀតផងយើងប្រកាសជាធ្លាប់ឮពាក្យថាមានហេតុត្រូវតែមានផលនៅពេលយើងសិក្សានិងអានសាមកុកចប់យើងនឹងឃើញថាក្នុងហេតុការណ៍នីមួយៗនៃរឿងនេះរមែងមានហេតុនិងផលរបស់វាឧទាហរណ៍ដូចជាលាវប៉ៃបានយកខុងមីងមកធ្វើជាទីប្រឹក្សាព្រោះលាវប៉ៃជាមនុស្សពូកែអត់ធ្មត់និងទន់ភ្លន់បានទៅសុំអង្វរឲ្យខុងមីងមកធ្វើជាទីប្រឹក្សាដល់ទៅ3ដងទីបំផុតខុងមីងក៏ធ្វើតាមបំណងរបស់លាវប៉ៃហើយឆាវឆាវជាមនុស្សអស្ចារ្យព្រោះអ្នកមើងម៉ាត់ដាច់ខាតមានភាពឆ្លៀសវៃព្រមទាំងមានបៃកលតែច្រើនជួបប្រទះនឹងបរាជ័យព្រោះភាពជឿជាក់ខ្លួនច្រើនហួសពេកដូចជាបង្ហាញឲ្យឃើញឧទាហរណ៍ក្នុងសឹកសង្គ្រាមកន្សែងក្រហមជាដើមរឿងរ៉ាវនិងវិធីគិតបែបនេះឯងដែលយើងអ្នកអានអាចរៀនសូត្រនិងកែសម្រួលជីវិតយើងឲ្យបានល្អអ្វីដែលរើសមកដាក់ខ្លួនអ្វីល្អកាត់វាចេញសៀវភៅនេះអ្នកនិពន្ធបានលើកតួអង្គម្នាក់ដែលជាទីប្រឹក្សាដ៏អស្ចារ្យនិងជាអ្នកប្រាជ្ញសំខាន់ដែលមានចំណេះដឹងរបស់គេដឹកនាំនគរស៊ូហានរបស់លាវប៉ៃឲ្យទទួលបានជោគជ័យរួចមកហើយដែលនោះគឺខុងមីងឬជូកឺលៀងជាអ្នកលាក់ខ្លួនបានទទួលការស្ងើចសរសើរថាជាមនុស្សស្ទង់ដឹងមេឃដីមហាសមុទ្រនោះឯងជាទូទៅខុងមីងជាបុគ្គលដែលគេទទួលស្គាល់យ៉ាងខ្ពង់ខ្ពស់ផ្នែកប្រាជ្ញាវាងវៃហើយគុណសម្បត្តិនេះបានពិសោធន៍ជាបន្តបន្ទាប់ក្នុងវណ្ណកម្មមួយនេះ
ទម្រាំខុងមីងមកធ្វើជាទីប្រឹក្សាលាវប៉ីត្រូវចំណាយពេលធ្វើដំណើរទៅរកអ្នកលាក់ខ្លួនក្នុងវ័យ26ឆ្នាំម្នាក់នេះដែលរស់នៅក្នុងខ្ទមឈើដល់ទៅ3ដងទោះបីក្នុងរយៈពេលដំបូងខុងមីងមិនទទួលបានការទទួលស្គាល់ពីបណ្ដានាយទាហានស៊ឺហានតែនៅពេលខុងមីងបានសម្ដែងធ្វើដៃក្នុងការបំផ្លាញទ័ពឆាវឆាវខុងមីងក៏ទទួលបានការគោរពពីមនុស្សទាំងអស់នោះបានយ៉ាងល្អបើនិយាយពីភាពឆ្លៀសវៃរបស់ខុងមីងវិញក៏មានចំណែកមិនតិចដែរដែលធ្វើឲ្យរឿងសាមកុកដំណើរការទៅយ៉ាងមានអត្ថរសហើយពេញទៅដោយឧបាយកលដែលគួរឲ្យតាមដានជាទីបំផុតខុងមីងជាអ្នកប្រាជ្ញកម្ពុជាម្នាក់ដែលមានទេពកោសល្យចំណេះដឹងនិងសមត្ថភាពលើមនុស្សទាំងឡាយបើតាមបច្ចុប្បន្នគេបែងចែកភាពឆ្លៀសវៃរបស់ខុងមីងជាពីរផ្នែកទី1គឺភាពឆ្លៀសវៃផ្នែកបញ្ញាឬ IQ ដែលឆ្លុះបញ្ចាំងពីភាពហ្មត់ចត់ក្នុងជំនាញទាំងឡាយទាំងប្រវត្តិសាស្ត្រភូមិសាស្ត្រការធ្វើសង្គ្រាមការគ្រប់គ្រងសិល្បៈចិត្តវិទ្យាគណិតសាស្ត្រនិងវិភាគស្ថានភាពផ្សេងៗបានយ៉ាងឆ្នើមចំណែកភាពឆ្លៀសវៃមួយផ្នែកទៀតគឺភាពឆ្លៀសវៃផ្នែកអារម្មណ៍ EQ ដូចជាភាពម៉ឺងម៉ាត់ហ្មត់ចត់ស្មារតីរឹងមាំនិងចេះដោះស្រាយបញ្ហាចំពោះមុខតែបែបបញ្ជាក់យ៉ាងច្បាស់នៅក្នុងសាច់រឿងភាពឆ្លៀសវៃទាំងពីរនេះគប់ផ្សំគ្នាបានជាកម្លាំងខ្លាំងទោះបីជួបនឹងឧបសគ្គផ្សេងៗជាច្រើនតែខុងមីងអាចរុញច្រានឲ្យនគរស៊ូហានរបស់លាវប៉ីងើបឡើងស្មើនឹងនគរអ៊ួយរបស់ឆាវឆាវនិងនគរអ៊ូរបស់ស៊ុនគួនបានដោយសមកិត្តិយសដូច្នេះមុននឹងយើងចូលទៅវែកញែកវិធីរបស់ខុងមីងដើម្បីទាញយកប្រយោជន៍ពីរឿងរ៉ាវដែលបង្ហាញយ៉ាងច្រើនរបស់គេហើយអាចយកមកកែសម្រួលជីវិតកែសម្រួលអាជីវកម្មនិងអាចកែសម្រួលពិភពលោកហើយនោះយើងក៏គួរតែស្គាល់ពីប្រភពនៃរឿងរ៉ាវជីវិតរបស់គេឲ្យច្បាស់ជាមុនសិនថាតើការពិតខុងមីងជាអ្នកណាមកពីណាហើយធ្វើអ្វីខ្លះខុងមីង Sugar Liang គ្រិស្តសករាជ181ដល់234មានឈ្មោះដើមថា Sugar Liang ហើយឈ្មោះខុងមីងជាឈ្មោះទី2ជាកូនទី2របស់ជីកគុយនាយមនតងឆិននៃស្ដេចហ៊ានតេហើយខុងមីងមានបងប្រុសនិងប្អូនប្រុសគឺជូកកិនបងប្រុសជាទីប្រឹក្សានៃនគរអ៊ូនិងប្អូនប្រុសជូកចិនខុងមីងជាមនុស្សឆ្លាតវៃមានចំណេះដឹងទូលំទូលាយទាំងវិទ្យាសាស្ត្រហោរាសាស្ត្រនយោបាយការទូតនិងសិលសាស្ត្រហើយមានឧបនិស្ស័យត្រជាក់មានមេត្តាចូលចិត្តសាកល្បងអ្នកដែលពូកែអួតហើយរស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយនឹងអ្នកស្រុកនៅជើងភ្នំឡាំងកាំងដែលជួបធ្វើស្រែចម្ការផ្សេងៗឲ្យអ្នកស្រុករហូតជាទីគោរពរាប់អានរបស់អ្នកស្រុកខុងមីងតែងតែសន្ទនាជាមួយនឹងអ្នកដែលមានចំណេះដឹងជានិច្ចដូចជាឈីស៊ីស៊ឺកុងវៀនម៉ឺងកុយវើយនិងស៊ុយប៉េខុងមីងតែងតែលើកខ្លួនឯងប្រដូចនឹងខ្វាន់តុងនិងងាកយេជាកម្ពុជាអ្នកប្រាជ្ញក្នុងសម័យឈុនឈីវនិងរាជវង្សឈិនមិត្តភ័ក្តិរបស់ខុងមីងតែងតែភ្ញាក់ផ្អើលដោយសារតែខុងមីងហ៊ានលើកខ្លួនឯងដូច្នេះហើយមានតែឈីស៊ីតែប៉ុណ្ណោះដែលជឿថាគាត់មិនបានលើកខ្លួនហួសហេតុនោះទេជាងនេះទៅទៀតកម្ពុជាអ្នកប្រាជ្ញនៅសម័យសាមកុកដូចជាលោកគ្រូសុម៉ាឆូនៅលើកតម្កើងថាមិនត្រឹមតែខ្វាន់តេងឬងាកយាយប៉ុណ្ណោះទេតែក៏អាចប្រៀបបានទៅនឹងជាងថៃកុងក្នុងរាជវង្សជីវនិងទៀងលៀងក្នុងរាជវង្សហានទៀតផងទាំងនេះធ្វើឲ្យដឹងថាក្រៅពីជូកលៀងជាអ្នកដែលឆ្លៀសវៃហើយក៏ជាមនុស្សស្មោះស្ម័គ្រភក្តីយ៉ាងខ្លាំងទៀតផងពេលវេលាទំនេរពីការធ្វើការខុងមីងក៏សិក្សារកផ្នែកវិទ្យាព្យាករណ៍អាកាសធាតុដឹងយ៉ាងជ្រាលជ្រៅរហូតដល់មនុស្សឲ្យរហស្សនាមគាត់ថាជាអ្នកស្ទង់ដឹងមេឃមហាសមុទ្រខុងមីងបានសិក្សាដំណើរពីជ័យសង្គ្រាមបុរាណរហូតបានឈ្មោះថាជាអ្នកជំនាញក្នុងផ្នែកយុទ្ធសាស្ត្រថ្នាក់កម្ពុជាដែលមានហៅនាមថាហ្វូឡុងដែលប្រែមកថានាគលាក់ខ្លួនខុងមីងរៀបការជាមួយនឹងនាងវ៉ាងយេអ៊ិនបុត្រីរបស់អ៊ុងឆើងយ៉ាន់ព្រះអង្គម្ចាស់ខ្លាំងហ៊ុនសរសេរក្នុងសាមកុកអ៊ុនស៊ីងានឬហុងសេងានពីអ្នកប្រិយប្រពន្ធធ្វើស្រែចម្ការក្នុងខ្ទមលងចុងយ៉ាងសិនដោះមកជាយូរឆ្នាំខ
ខុងមីងជាទីប្រឹក្សាលាវប៉ៃតាមពាក្យណែនាំរបស់ឈីស៊ីនិងពាក្យសរសើររបស់សូម៉ាតេឆូបើលាវប៉ៃបានបុគ្គលម្នាក់ក្នុងចំណោមបុគ្គលទាំងពីរមកជាទីប្រឹក្សានឹងអាចស្ដារនគរឲ្យបានជោគជ័យដោយលាវប៉ៃត្រូវពុះពៀធ្វើដំណើរក្រោមអាកាសធាតុត្រជាក់ហើយមើលមនុស្សខុសដែលមានទឹកពៀនិងភាពឆ្លៀសវៃមកតាមផ្លូវរហូតមកថាជាខុងមីងលាវប៉ៃមករកខុងមីងដល់ខ្ទមឫស្សីឯភ្នំងូឡាំងកាំងរហូតដល់ទៅ3ដងក៏មិនជួបខុងមីងដោយសារភាពអត់ធ្មត់និងភាពទន់ភ្លន់របស់លាវប៉ៃធ្វើឲ្យខុងមីងទន់ចិត្តព្រោះលាវប៉ៃមានចិត្តស្មោះត្រង់រួបរวมដែនដីចិនជាធ្លុងមួយថែមទាំងលំតូនមិនប្រកាន់ខ្លួនថាជាស្ដេចពូរបស់ស្ដេចហ៊ានទេទើបខុងមីងព្រមលះបង់ស្រែចម្ការទៅជួយលាវប៉ៃដើម្បីច្បាំងជាមួយនឹងឆាវឆាវដែលពេលកន្លងនោះខុងមីងមានអាយុត្រឹមតែ26ឆ្នាំតែប៉ុណ្ណោះនៅពេលខុងមីងទៅនៅជាមួយនឹងលាវប៉ៃបានទទួលការមើលថែយ៉ាងយកចិត្តទុកដាក់និងផ្ដល់គោរមងារដូចជាគ្រូធ្វើឲ្យខុងមីងមិនត្រឹមតែជាតួនាទីទទួលស្គាល់ពីបណ្ដាទាហានស៊ូហានរួមទាំងកងអ៊ួននិងទាវហ៊ុយប៉ុណ្ណោះទេតែនៅពេលខុងមីងសម្ដែងថ្មីដៃបង្ហាញឲ្យឃើញពីការបំផ្លាញទ័ពរបស់ហេហូតុនមេទ័ពឯករបស់ឆាវឆាវនៅទួលពោវ៉ាំងហើយខុងមីងក៏មានមនុស្សជាទីគោរពជាច្រើននិងមានឈ្មោះល្បីរន្ទឺខាងសមត្ថភាពដ៏ឆ្លៀសវៃនេះអាយុត្រឹមតែ27ឆ្នាំខុងមីងមានចំណេះដឹងខាងព្យាករណ៍អាកាសធាតុនិងទិសដៅខ្យល់បក់ចូលកាន់បញ្ជាការចម្បាំងគ្រាដំបូងដុតគំតិចតបស្រួចរបស់ឆាវឆាវមួយសានាក់ដែលគប់ភ្លើងចូលទៅរហូតដល់ស្បៀងឆេះតបរបស់ឆាវឆាវអស់ពេលអាយុ28ឆ្នាំបានក្លាយជារាជទូតពូកែប្រើសិល្បៈក្នុងការចរចាជាមួយនឹងស៊ុនគួននៃនគរតុងអ៊ូមកចូលជាសម្ព័ន្ធមិត្តកម្ចាត់នាវារបស់ឆាវឆាវនៅជាយសមុទ្រកាំងតាំងដុតទាហាននាវារបស់ឆាវឆាវស្លាប់អស់ជាង8លាននាក់ខុងមីងជាអ្នកដែលមានចំណេះដឹងផ្នែកតម្រាសឹកសង្គ្រាមដឹងរឿងភូមិសាស្ត្រទូទាំងទឹកដីចិនការព្យាករណ៍អាកាសធាតុហើយអាចស្ទង់ដឹងស្ថានភាពក្នុងអនាគតបានទើបជនជាតិចិនយល់ខុសថាខុងមីងមានវិត្យាមន្តគាថាហៅទឹកខ្យល់ភ្លើងបានពេលចេញធ្វើសឹកខុងមីងនឹងបញ្ជាទ័ពច្បាំងនៅលើរទេះរអិលដោយមានមួកនិងផ្លាត់រោមសត្វជារបស់ប្រចាំខ្លួនព្រមទាំងមានចំណេះដឹងយ៉ាងអាចមើលចិត្តមនុស្សធ្លុះនឹងទេហេតុការទុកជាមុនបានទើបដឹងពីសភាពអាកាសធាតុបានហើយមនុស្សនិយាយថាជាអ្នកស្ទង់ដឹងបរិយាកាសបានខុងមីងជាកម្លាំងសំខាន់ដែលដែនដីស៊ូហានដោយខុងមីងមានឋានៈជាឧបរាជមើលការខុសត្រូវកិច្ចការស្ទើរគ្រប់យ៉ាងរបស់នគរស៊ូហានហើយទទួលជាជំនះក្នុងការលើកទ័ពទៅបង្ក្រាបមេងហួរកំពូលមនុស្សយងខ្នងនៅភាគខាងត្បូងតែមិនបានសម្រេចក្នុងការលើកទ័ពវាចូលភាគខាងជើងដល់ទៅ6ដងដើម្បីយកឈ្នះនគរអ៊ុយជីវិតចុងក្រោយរបស់ខុងមីងឈឺចាប់បំផុតដែលស្លាប់នៅលើរទេះសេះកណ្ដាលសមរភូមិក្នុងអាយុ45ឆ្នាំក្នុងប្រវត្តិសាស្ត្រចិនសរសេរថានៅពេលយប់ជូកលៀងឧស្សាហ៍ដើរចេញទៅមើលអាកាសធាតុហើយឃើញផ្កាយប្រចាំខ្លួនវាសៅម៉ោងជាងមុនក៏កាន់តែតក់ស្លក់យ៉ាងខ្លាំងទើបនាំជាងវើយចូលទៅក្នុងហើយនិយាយថាជីវិតយើងនេះនឹងស្លាប់នៅក្នុងថ្ងៃស្អែកនេះហើយជាងវើយបានលើដូច្នោះក៏តក់ស្លុតទើបសួរថាហេតុអ្វីបានជាមហាឧបរាជនិយាយបែបនេះជូកលៀងនិយាយថាយើងវិភាគមើលអាកាសធាតុឃើញផ្កាយប្រចាំខ្លួនយើងមានវិបត្តិទើបដឹងថាចិត្តអស់អាយុហើយជាងវើយក៏ស្នើឲ្យជូកលៀងធ្វើពិធីបន្តអាយុដោយការតាំងតុបូជាទេវតានិងអុជគោមបន្តអាយុបើភ្លើងគោមនៅកណ្ដាលភ្លឺចែងចាំងរហូតដល់ចប់ពិធីនោះនឹងមានអាយុវែងបន្ថែមដល់ទៅ12ឆ្នាំតែបើគោមរលត់មុនចប់ពិធីជីវិតនឹងរលត់ជូកលៀងក៏គិតដល់ភារៈទូនាទីនិងពាក្យសន្យាដែលឲ្យដល់លាវប៉ៃថានឹងបង្រួបបង្រួមផែនដីថ្វាយដល់រាជវង្សហានចាំបាច់ត្រូវធ្វើពិធីបន្តអាយុតែឧបទ្ទវហេតុក៏កើតមានឡើងនៅពេលមេទ័ពវុយយានស្ទុះចូលមកក្នុងពិធីដើម្បីរាយការណ៍ថាស៊ឺម៉ាអ៊ីបញ្ជូន
តបមកច្បាំងក៏ប៉ះត្រូវគោមដួលរលំភ្លើងគោមក៏រលត់ទោះបីខុងមីងលាចាកលោកនេះទៅតែក៏បានធ្វើពិធីរក្សាផ្កាយប្រចាំខ្លួនមិនឲ្យជ្រុះចុះពីមេឃជាការគំរាមកំហែងស៊ឺម៉ាអ៊ីមិនឲ្យតាមវាយលុកពេលថយតបដែលវិធីនេះអាចរក្សាជីវិតទ័ពរបស់ខ្លួនបានរាប់ម៉ឺននាក់ហើយធ្វើឲ្យអាណាចក្រស៊ូហានរបស់លាវប៉ៃគង់វង្សបានជាង20ឆ្នាំតទៅទៀតស្ដេចលាវសានមានប្រតិយសោកសៅយ៉ាងខ្លាំងចំពោះខុងមីងហើយសពរបស់ខុងមីងត្រូវបញ្ចុះនៅជើងភ្នំតេងកុងសានមាត់ផ្លូវចូលស៊ីឈួន